សូមជូនរឿងនាងសុមនីទេវីព្រះបរមសាស្តាទ្រង់ប្រារព្ធនាងសុមនីទេវីជាធីតារបស់អានាថបណ្ឌិតសេដ្ឋីនាងសុមនីទេវីបានសម្រេចព្រះសក្កតាគាមិផលតាំងពីកុមារីម្លេះនាងមានជំងឺជាទម្ងន់នាងបានហៅអនាថបណ្ឌិតសេដ្ឋីថាប្អូនប្រុសអនាថបណ្ឌិតសេដ្ឋីគិតថានាងសុមនីទេវីកូនស្រីពៅភ្លេចភ្លាំងស្មារតីកាលនាងធ្វើមរណកាលទៅហើយអនាថបណ្ឌិតសេដ្ឋីកើតទុក្ខទោមនស្សអាណិតស្រណោះកូនពៅខ្លាំងណាស់ហើយបានចូលទៅក្រាបទូលព្រះសាស្តាទ្រង់ជ្រាបតាំងពីដើមរហូតដល់ចប់ព្រះសាស្តាទ្រង់ត្រាស់រឿងពិតថាណែសេដ្ឋីនាងសុមនីទេវីមិនបានភ្លេចភ្លាំងស្មារតីទេគឺនាងហៅទៅតាមមគ្គផលទេតើព្រោះនាងជាសក្កតាគាមិឯលោកសេដ្ឋីជាសោតាបានអនាថបណ្ឌិតសេដ្ឋីបានក្រាបទូលព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនតើកូនពៅទូលព្រះបង្គំបានទៅកើតនៅទីណាហើយព្រះសាស្តាទ្រង់ត្រាស់ថានាងបានទៅកើតនៅក្នុងឋានតុសិតទេវលោកឯណោះស្រេចហើយព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអិធៈនន្តតិបច្ចៈនន្តតិកតបញ្ញោឧភយថៈនន្តតិបញ្ញងមេកតន្តិនន្តតិភយោនន្តតិសុគតੰកតោអ្នកដែលបានធ្វើបុណ្យទុកហើយរមែងត្រេកអររីករាយក្នុងលោកទាំងពីរគឺត្រេកអររីករាយក្នុងលោកនេះផងក្នុងលោកខាងមុខផងគេរមែងត្រេកអររីករាយក៏ព្រោះដឹងថាខ្លួនបានធ្វើបុណ្យទុកហើយទៅដល់សុគតិហើយក៏រឹតតែត្រេកអរជាភ័យយោភាពក្នុងការជាប់ព្រះធម៌ទេសនាពុទ្ធបរិស័ទជាច្រើនបានសម្រេចអរិយផលមានសោតាបត្តផលជាដើមអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រ330ដល់337សតន3ដកលេខ52ទំព័រទី24ចប់សូមអនុមោទនា